នេះខ្ញុំសដាវ៉ាន់សមាញ្ញាតគោរពនឹងជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីកិច្ចសម្ភារសេដ្ឋកិច្ចរបស់ BTV នៅក្នុងថ្ងៃនេះប្រធានបទសាមញ្ញមែនតើហើយក៏ជាតំណាក់តំណងរាល់ថ្ងៃដែលប្រជាប្រដ្ឋទូទៅគាត់ត្រូវតែដឹងពីលុយបើនិយាយលុយវាសាមញ្ញបំផុតដែរអ្នកណាក៏ត្រូវការលុយដែរប៉ុន្តែនិយាយពីភាសាបច្ចេកទេសតិចនិយាយពីការគ្រប់គ្រងហិរញ្ញវត្ថុហើយគ្រប់គ្រងនៅក្នុងចំណាយចំណូលក្នុងគ្រួសារទៀតនៅថ្ងៃនេះនឹងមានការចែករំលែកពីសំណាក់វាគ្មិនកិត្តិយសគឺលោកជំទាវអុកញ៉ាកុងសំណាងបច្ចុប្បន្នលោកជំទាវគឺជាអគ្គនាយិកាបរិយវិមានសំណាងមុនមកគឺយើងជជែកទៅលើរបៀបនៃការគ្រប់គ្រងបុគ្គលិកធ្វើទីផ្សារការលក់នៅក្នុងក្រុមហ៊ុនផ្ទាល់ប៉ុន្តែនៅថ្ងៃនេះជាមួយនឹងវាគ្មិនកិត្តិយសលោកជំទាវអុកញ៉ាកុងសំណាងគឺចែករំលែកបទពិសោធន៍ផ្ទាល់ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារកុំឲ្យខាត់ពេលយូរស្វាគមន៍វត្តមានភ្ញៀវកិត្តិយសតែម្ដងសូមជម្រាបសួរលោកជំទាវចាជម្រាបសួរអរគុណសម្រាប់ការអញ្ជើញចូលរួមជាមួយនឹងកម្មវិធីរបស់ BTV ចែករំលែកទៅលើប្រធានបទស្ដាប់មកទៅសាមញ្ញមែនតើព្រោះនៅក្នុងសង្គមគ្រួសារខ្មែរយើងឲ្យតែយើងនិយាយពីលុយយើងសំដៅទៅលើភាគច្រើនណាបរោះជាមេគ្រួសាររលុយភរិយាអ្នកទុកដាក់ចារលុយបានប្រមាណក៏ដោយតែបើភរិយាទុកដាក់ត្រឹមត្រូវគេនឹងរិះគន់ភរិយាថាកំណត់អត់បានវាមិនមែនជាច្បាប់កំណត់ទេប៉ុន្តែយើងគ្រាន់តែលើកអំពីទស្សនវិជ្ជាសង្គមប្រជាជនខ្មែរយើងគឺមានទម្លាប់បែបហ្នឹងចាបរិះអ្នករកលុយស្ត្រីជាអ្នកទុកដាក់ប៉ុន្តែឥឡូវនេះកូននារីអ្នករកលុយដែររកផងទុកផងចាអញ្ចឹងជាសាមញ្ញមួយសូមឲ្យលោកជំទាវបញ្យល់ថាបើយើងនិយាយពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារយើងសំដៅទៅលើរូបភាពបែបណាចាសូមអរគុណអាវ៉ាន់ហើយក៏សូមជម្រាបសួរទស្សនិកជននេះខ្ញុំឈ្មោះគង់សំណាងសូមនិយាយក៏ខ្លីៗទៅចូលដល់ប្រធានបទមកបើយើងនិយាយពីការគ្រប់គ្រងហិរញ្ញវត្ថុបើយើងនិយាយពីក្នុងស្ថាប័ននៅក្នុងរ៉ូស៊ីមួយឆាប់យល់ចាហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនមួយយើងមានផ្នែកចាយផ្នែកចំណូលផ្នែកពេលសល់លុយនឹងទៅប្រើប្រាស់បែបម៉េចឲ្យត្រូវហើយបើយើងបកមកចូលប្រធានបទយើងហិរញ្ញវត្ថុគ្រួសារក៏ប៉ុន្តែអត់មានខុសគ្នាជាមួយនឹងហិរញ្ញវត្ថុនៅក្នុងស្ថាប័នមួយគ្រាន់តែនៅក្នុងហិរញ្ញវត្ថុស្ថាប័នយើងមានអ្នកចាយលុយគាត់កាន់ផ្នែកចំណាយអ្នកប្រមូលលុយគាត់ដឹងឲ្យចូលចំណូលចាហើយមានអ្នកវិភាគថាលុយនឹងសល់ឲ្យប្រើយ៉ាងម៉េចគេមានផ្នែកគេអញ្ចឹងប៉ុន្តែបើយើងនិយាយពីហិរញ្ញវត្ថុគ្រួសារដូចគ្នាមានលុយចូលមានលុយចាយមានគ្រប់គ្រងលុយដូចគ្នាគ្រាន់ថាជាទូទៅដូចមនុស្សតែម្នាក់ឯងដែលកាន់ភរិយាចាភាគច្រើនប៉ុន្តែមិនទាំងអស់ក្រុមគ្រួសារទាំងអស់ហើយក៏មានគ្រួសារខ្លះគាត់មានបរិះជាស្វាមីគាត់អ្នកចាត់ចែងបើសិនជានិយាយមួយទៀតលោកជំទាវស្ត្រីពុកម៉ែបងប្អូនកំពុងទស្សនាគាត់ថាគ្រាន់តែរឿងទុកដាក់លុយឬចាំបាច់ចែករំលែកអីបបពិសោធន៍ប៉ុណ្ណឹងខ្ញុំមិនស្គាល់លុយមែនមានប្រកាសជាមានឥឡូវហ្នឹងមានចម្ងល់ដែរខ្ញុំអត់ស្គាល់លុយមែនចាំបាច់មកបង្រៀនខ្ញុំឲ្យកាន់លុយខ្ញុំចេះចាយលុយតើប៉ុន្តែនៅពេលដែលយើងនិយាយថាចេះចាយលុយចាយមិនបានគេហៅថាអ្នកចេះចាយលុយបើខ្ញុំសូមចែករំលែកថាជាបទពិសោធន៍របស់ខ្ញុំទៅព្រោះខ្ញុំមិនមែនមកពីណាទេខ្ញុំសិតតែជាអ្នករៀនហើយអ្នកមានគ្រួសារមានកូនតូចហើយចាយលុយទុកលុយអីដូចគ្នាចាហើយរបៀបរបបនៃការចាយលុយហ្នឹងបើសម្រាប់ខ្ញុំការគ្រប់គ្រងលុយឲ្យបានខ្ញុំរឿងទី1ដែលត្រូវធ្វើហ្នឹងគឺស្វាមីនិងភរិយាឲ្យស្មោះត្រង់រឿងហិរញ្ញវត្ថុជាមួយគ្នាសិនទៅដូចថាបើក្រុមហ៊ុនមួយឲ្យយើងដឹងថាចំណូលប៉ុន្មានទៅបានយើងចាត់ចែងចំណាយចេញចាអញ្ចឹងបើក្នុងគ្រួសារប្តីប្រពន្ធយើងស្រស់ស្រួលគ្នាជារួមមួយស្មារតីចង់ឲ្យគ្រួសារយើងរីកចម្រើនគ្រប់គ្រងហិរញ្ញវត្ថុសន្សំលុយទុកឲ្យពេលដល់វគ្គកូនយើងចូលរៀនហើយនឹងយើងពង្រីកមុខរបរអីចឹងទៅការប្រើប្រាស់លុយខ្ញុំហ្នឹងខ្ញុំជាប្រចាំខែធម្មតាបើការពីមុនយើងធ្វើការទាំងពីរនាក់អញ្ចឹងដឹងថាចំណូលថេរប្រហែលឧទាហរណ៍ថាចំណូល 1000 អញ្ចឹងចំណូល 1000រឿងទី1ដែលយើងត្រូវធ្វើបន្ទាប់ពីយើងដឹងថាចំណូលស្មោះត្រង់រឿងចំណូលជាមួយគ្នាហើយយើងត្រូវមានផែនការទៅលើនៅក្នុងគ្រួសាររបស់យើងបើខ្ញុំគ្រាន់តែថាយើងចាប់ដៃគ្នាយើងចាប់ផ្ដើមរៀបគម្រោងនឹងមានកូនគឺខ្ញុំរៀបគម្រោងនឹងការប្រើប្រាស់លុយអភិវឌ្ឍគ្រួសារខ្ញុំបែបម៉េចរឿងទី1ដែលខ្ញុំត្រូវធ្វើនឹងខ្ញុំរៀបចំផែនការថានៅពេលដែលខ្ញុំមានកូនគឺខ្ញុំត្រូវតែមានលុយរហូតដល់កូនខ្ញុំ3ឆ្នាំចូលរៀនហ្នឹងខ្ញុំត្រូវសន្សំលុយបានទុកឲ្យហើយជាកញ្ចប់រៀបចំឲ្យហើយជាមួយគ្រួសារជំរាបប្រាប់គាត់ថាខ្ញុំនឹងសន្សំលុយចាប់ពីពពោះអញ្ចឹង9ខែពពោះ9ខែខ្ញុំនឹងសន្សំមួយខែ$50ទុកនៅពេលដែលគ្រប់ឲ្យកូនចូលរៀនដល់3ឆ្នាំអញ្ចឹងតាំងពីពពោះរហូតដល់កូន3ឆ្នាំយើងមានពេល36 45ខែអញ្ចឹងលុយយើងអាចបានថា
2250អញ្ចឹងល្មមដល់កូន3ឆ្នាំយើងមានលទ្ធភាពឲ្យកូនចូលរៀនហើយចាហ្នឹងគឺការសន្សំទី2ទៀតគឺមានផែនការមួយទៀតថាបន្ថែមចំណូលអញ្ចឹងពិភាក្សាគ្នាថាឥឡូវយើងគួរតែពង្រីកចំណូលបែបណាដើម្បីឲ្យធម្មតាតែមួយថ្ងៃទៅមួយថ្ងៃចំណាយនឹងអាការឡើងហើយតែចាប់ផ្ដើម baby កើតបាច់នឹងមានថែមចំណាយទៀតដែរអញ្ចឹងយើងពិភាក្សាគ្នាថាយើងត្រូវបន្ថែមចំណូលបែបណាអញ្ចឹងបើសិនជាប្តីប្រពន្ធយើងសោះស្រួលគ្នាគ្រួសារមួយខ្ញុំជឿថាឆាប់រីកចម្រើនខ្លាំងដោយសារអីប្តីមានចំណុចយោបល់ A មកប្រពន្ធមានយោបល់ B ទៅសរុបរួមពិភាក្សាវែកញែកទៅយើងចេញ idea C មួយទៀតយោបល់ C មួយទៀតអញ្ចឹងស្មើនឹងពីរអ្នកប្តីប្រពន្ធគេបើគេសោះស្រួលគ្នាគេមានកំណត់3ខុសពីថាបើយើងតែឯងកំណត់យើងតែមានតែមួយបើប័ណ្ណពិសោធន៍ជាក់ស្ដែងកន្លែងហ្នឹងខ្ញុំមានប័ណ្ណពិសោធន៍ជាក់ស្ដែងនៅពេលដែលខ្ញុំសន្សំលុយឲ្យកូនខ្ញុំបានត្រឹមតែ1ឆ្នាំ2ឆ្នាំយើងគិតថាលុយហ្នឹងយើងសន្សំសម្រាប់ទុកឲ្យពេលកូនចូលរៀនប៉ុន្តែនៅពេលដែលយើងមានលុយសន្សំស្រាប់តែយើងស្រឡឹងឃើញមុខរបរមួយដែលយើងអាចពង្រីកទៅបានយើងអាចយកលុយសន្សំហ្នឹងទៅពង្រីកមុខរបរដើម្បីឲ្យលុយហ្នឹងរត់តែធំនៅពេលដល់វគ្គគាត់ចូលរៀនលុយហ្នឹងរត់តែឡើងពីចម្រើនឡើងខ្ញុំជឿជាក់ថាបើការងាររកស៊ីយើងយកលុយទៅរកស៊ីអត់មានអីត្រូវខ្លាចទេព្រោះនៅពេលបើសិនជារកស៊ីមិនចំណេញមុខរបរហ្នឹងក៏យើងនឹងមានគេហៅថាប័ណ្ណពិសោធន៍មានគំនិតដែលយើងធំទលំទលាយយើងអាចឈានចាប់មុខរបរបានផ្សេងទៀតយើងជួនកាលយើងបរាជ័យក្នុងកសិកម្មយើងទៅរីកចម្រើននៅក្នុងផ្នែកអីផ្សេងទៀតដែលពេលដែលយើងឈានទៅយើងនឹងសម្លឹងឃើញថាការងារនេះផលលំបាកវាកន្លែងនេះការងារនេះផលចំណេញវាកន្លែងនេះឧទាហរណ៍ដូចថាយើងចាប់កន្លែងចាប់ទីតាំងខុសអញ្ចឹងដល់ពេលយើងទៅឃើញមុខរបរផ្សេងមួយទៀតអាប័ណ្ណពិសោធន៍នៃចាប់ទីតាំងខុសហ្នឹងគឺលែងកាត់មានចាលែងកាត់ចាប៉ុន្តែនឹងវាអាចទៅរួចនៅករណីដែលការចាត់ចែងដើមទុនរបស់យើងនឹងវាអត់ទាន់ធ្លាក់ដល់ចំណុចដកសូន្យបើន័យថាយើងនៅរក្សាមួយផ្នែកទៀតមិនអាចវិនិយោគទាំងស្រុងទៅលើរបរតែមួយទេក្នុងករណីអ្នករស់ស៊ីអ្នកគ្រប់គ្រងលុយកាក់គឺយើងមានចំណែកមួយថាបើសិនជាបរាជ័យកយើងមានដើមទុនខ្លះសម្រាប់ខតែអត់ឲ្យប័ណ្ណពិសោធន៍កហ្នឹងកើតឡើងដដែលជាមួយនឹងប័ណ្ណពិសោធន៍ខទេអញ្ចឹងចាត់ទុកថាវាជាចំណេញដែរប៉ុន្តែមិនមែនជាចំណេញលុយដែលយើងមើលឃើញទេចំណេញប័ណ្ណពិសោធន៍ដើម្បីជាដើមទុនសម្រាប់អាជីវកម្មទី2របស់យើងចាប៉ុន្តែមួយទៀតបាននិយាយអំពីរៀលពិតប្រកបជាក់ស្ដែងហ្មងយើងអត់និយាយដល់ការរកស៊ីទេយើងនិយាយអំពីការចាត់ចែងឧទាហរណ៍ឥឡូវបើគាត់ជាមិនមែនជាអ្នករកស៊ីទេតែគាត់ជាអ្នកមានប្រាក់ខែជាបុគ្គលិកក្រុមហ៊ុនឬក៏ជាមន្ត្រីរាជការអញ្ចឹងប្រាក់ខែគាត់ប្រហែលជាពិបាកចិត្តនៅក្នុងពិបាកសម្រាប់ចិត្តយកទៅវិនិយោគព្រោះអារម្មណ៍អ្នករកស៊ីនិងអត្តចរិតអ្នកធ្វើការខុសគ្នាព្រោះនាងខ្ញុំក៏ជាអ្នកធ្វើការអញ្ចឹងនាងខ្ញុំនិយាយក្នុងរូបភាពជាអ្នកធ្វើការថាប្រាក់ខែថេ1000ចំណាយអាចនឹងប្រហែល1000ប៉ុន្តែតើលោកជំទាវមើលឃើញថាចាត់ចែងមិនគេថាឲ្យសំគេថាចំណូលបានប្រមាណអត់ស្មើនឹងសំបានប៉ុន្មានទេប្រកាសជាមានសំណួរទៀតដែរសំមិនបើតាចាយឲ្យគ្រប់មិនគ្រប់ផងនឹងព្រោះជាទស្សនៈមួយនេះខ្ញុំជឿថានេះគឺជា real cash តែម្ដងជាករណីជាក់ស្ដែងដែលបងប្អូនយើងគាត់តែងតែមានវិបត្តិគឺរឿងថាចំណាយគាត់ធំជាងចំណូលថាតើអ្វីដែលជាបទពិសោធន៍ដើម្បីគ្រប់គ្រងកុំឲ្យចំណាយរបស់គ្រួសារនីមួយៗនោះធំជាងចំណូលខណៈដែលបច្ចុប្បន្នតម្រូវការជីវភាពរស់នៅនេះក៏កាន់តែកើនឡើងដែរចាបើសិនជាយើងដល់ចំណុចដូចថាអាហ្នឹងគេហៅថាលើសបន្ទាត់ក្រហមតែដល់វគ្គចំណាយលើសចំណូលលើសចូលក្រោមបន្ទាត់ក្រហមហើយអញ្ចឹងយើងត្រូវតែសើរើឡើងវិញនៃការចំណាយរបស់យើងត្រូវតែដកចេញនៅចំណុចណាដែលมันសំខាន់ចាมันអាចឲ្យនៅចំណាយនៅតែលើសចំណូលអញ្ចឹងឯងបើសិនជាការប្រើប្រាស់លុយដោយត្រូវហ្មងចំណាយដែលចាំបាច់នៅក្នុងគ្រួសារតែត្រូវតែ 30% នៃចំណូលសរុបឯងឧទាហរណ៍ថាយើង1000ថ្លៃចំណាយគ្រួសារជាក់ស្ដែងដែលយើងត្រូវតែប្រើចាំបាច់ហ្មងអញ្ចឹងដូចជាម្ហូបអាហារសម្ភារៈប្រើប្រាស់ដែលចាំបាច់នៅក្នុងផ្ទះអាហ្នឹងគឺត្រូវតែប្រើជាចាំបាច់ប៉ុន្តែវាខ្ញុំគិតថាមនុស្សយើងជាធម្មតាมันអាចឲ្យចំណាយលើសចំណូលទេអញ្ចឹងយើងត្រូវតែតម្រឹមវាចេញដករបស់មិនចាំបាច់ខ្ញុំជឿជាក់ហ្មងខ្ញុំជឿជាក់ថាមនុស្សយើងណាបើចំណូល1000ណាយើងមិនអាចចាយលើ1000លុះត្រាតែយើងអត់ចេះចាត់ចែងចាកន្លែងហ្នឹងឯងដែលជាបញ្ហាចាអត់ចេះចាត់ចែងបើយើងចាត់ចែងកន្លែងហ្នឹងអត់បានយើងពិបាកនឹងរីកចម្រើនដោយសារធ្វើឲ្យគ្រួសារហិរញ្ញវត្ថុគ្រួសារមួយរីកចម្រើនបានដូចខ្ញុំលើក
ពីដើមទីយើងត្រូវតែមានចំណាយមានការសន្សំដើម្បីទៅពង្រីកមុខរបរបើខ្ញុំសូមលើកបទពិសោធន៍ជាក់ស្ដែងសម្រាប់ខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមគ្រួសារចំណូលឧទាហរណ៍ខ្ញុំនិយាយថា 1000 ពីអ្នកប្តីប្រពន្ធបូកទៅ1000អញ្ចឹងរាល់ការចាយចូលឡើងផ្សារទិញម្ហូបគឺកត់ចូលសភៅហ្មងចំណាយ$10មួយថ្ងៃអញ្ចឹងមួយខែយើងចាយអស់300អញ្ចឹងចំណាយសន្សំប្រហែលសម្រាប់គ្រួសារហើយសម្លឹងទៀតថាក្រៅពីធ្វើការហ្នឹងតើយើងអាចធ្វើអីដែលជាចំណូលបន្ថែមឲ្យយើងបានអត់ចាខ្ញុំក្រៅពីចំណូលជាប្រាក់ខែខ្ញុំធ្វើជាអាចថាជាឈ្មួញកណ្ដាលមុននឹងរកស៊ីដីធ្លីទៀតជំនាន់ហ្នឹងរោងចក្រយើងច្រើនមានជនជាតិបរទេសគាត់មកធ្វើការហ្នឹងគាត់មិនត្រូវពជាវីសាគាត់អញ្ចឹងមួយស្លឹកយើងអាចយកទៅធ្វើឲ្យគាត់ហ្នឹងបានសេវាកម្មមួយស្លឹកមកប៉ាសពត$1ដែរអញ្ចឹងមួយខែយើងអាចរកបាន2-300អតិថិជនទៅយើងបាន2-300ចាពង្រីកបើថាយើងនៅអត់ស្ងៀមទេយើងអាចអត់ពឹងលើចំណូលថេរបស់យើងប៉ុណ្ណឹងគឺយើងត្រូវរកកលឹងមកចាប្រើអស់លទ្ធភាពខ្លួនឯងដែលឲ្យចំណូលបានហើយយើងអត់ប្រើដើមទុនទេហើយការដែលយើងមានសកម្មភាពរកស៊ីច្រើនហ្នឹងធ្វើឲ្យយើងមានបទពិសោធន៍ខួរក្បាលយើងគេថាបើកទលាយដើម្បីពង្រីកមុខរបរអញ្ចឹងបានដល់វ៉ាន់និយាយថាបើនិយាយឲ្យវិជ្ជមានទៅតែងតែវិជ្ជមានប៉ុន្តែយើងតែងតែមានគំនិតវិជ្ជមានបែបហ្នឹងចាអត់ឲ្យតល់ទេសំខាន់ឲ្យតែយើងប្រើខ្លួនឯងអស់លទ្ធភាពបើយើងគិតថាយើងនៅតែប៉ុណ្្នឹងមានប្រាក់ខែប៉ុណ្្នឹងហើយយើងនៅស្ងៀមប្រកាសតែប៉ុណ្្នឹងហើយចាប្រកាសតែប៉ុណ្្នឹងហ្មងប៉ុន្តែមែនតើឱកាសនៃការរកចំណូលបើគេអ្នករកស៊ីនិយាយទៅដែរថាគឺមើលឃើញសិតតែលុយជុំវិញតែតែពិតយើងប្រើខួរក្បាលយើងរកលុយនឹងបានអត់យើងខ្ញុំជឿថាប្រើបានឲ្យតែយើងមានផែនការឲ្យបានត្រឹមត្រូវដូចខ្ញុំនិយាយថាពេលដែលយើងចាត់ចែងលុយយើងចាត់ចែងធ្វើម៉េចកុំឲ្យវាក្រុមវាចេញជាបន្ទាត់ក្រហមជាក់ស្ដែងឲ្យមែនតើណាគិតឲ្យដល់មនុស្សយើងទោះ5000ក៏យើងចាយអត់គ្រាន់ដែរកុំថា1000គ្រាន់តាចំណូលឡើង5000អាខួរក្បាលចំណាយយើងនឹងរនឹកអីឲ្យចាយខែមកចាអាឡានស៊ីសាំងអាគុយនឹងអត់លែងជីហីទៅជាអាចាក់សាំងថ្លៃចាព្រោះឃើញចំណូលរបស់ខ្លួនបានដែរចាបើយើងអត់ចេះតម្រឹមទេចំណូលប្រហែលក៏នៅតែខ្វះដែរបើយើងចេះតម្រឹមយើងដកអាចំណាយដែលមិនចាំបាច់ឧទាហរណ៍ថាឥឡូវបើយើងចាយមួយគ្រាន់ប្រាក់ខែតែ2អ្នកប្តីប្រពន្ធបើកសភៅមើលចំណាយយើងតើយើងចំណាយខ្លះដែលយើងត្រូវដកចេញស្គីនយើងខ្ពស់អត់ចាកាត់ចេញខ្លះចាលេពីមុនមកកំប៉ុងប៉ុន្មានឥឡូវយើងបន្ថយបានប៉ុន្មានទៅដោះកូនបើសិនជាអាចបង្វែរមកទៅដោះខ្លួនឯងបានអត់វាស្ស្រ័យយើងនិយាយឧទាហរណ៍ចាសាំងធ្លាប់200ពីអ្នកប្រពន្ធដែលយើងបង្វែរមកជិះម៉ូតូវិញបានអត់បើសិនវាលើសពីដានរបស់យើងចាដកសៅអាទិត្យដែលថានេះជិះតែម៉ូតូទៅហើយថាដំណើរកំសាន្តដែលមិនចាំបាច់ទៅដើរលេងមួយមិត្តភ័ក្តិសៅអាទិត្យដកបានដកសិនចាកៅអៅអត់ត្រូវចាំបាច់ចាបើដកបាននិយាយទៅត្រូវតែត្រួតពិនិត្យបញ្ជីយើងថាអាការចំណាយយើងលើសបន្ទាត់ក្រហមហ្នឹងមានអីខ្លះហើយត្រូវដកចេញអាណាត្រូវដកចេញដែលមិនចាំបាច់ចាអាហារហូបចុកកូនយើងដកបានហើយយើងទុកប៉ុន្តែសម្លៀកបំពាក់ស្បែកជើងគ្រឿង make up យើងអាចបន្ថយបានអត់យើងដកចេញបានអត់ចំណាយលំហែកំសាន្តយើងដកចេញសិនបានអត់ចាអញ្ចឹងបានន័យថានៅពេលដែលយើងដល់បន្ទាត់ក្រហមនៃការចំណាយរបស់យើងសូមឲ្យអ្នកកាន់លុយយកតារាងបញ្ជីមកពិនិត្យឡើងវិញវាមើលទៅវារឿងតូចសម្រាប់ស្ត្រីឯងតែនៅពេលដែលយើងមើលរំលងវាអាចធ្វើឲ្យខ្លាចជាបំណុលវ័នកជាចុងក្រោយអ្វីដែលជាការសំណូមពរនិងជាការផ្ដល់នៅការលើកទឹកចិត្តបន្ថែមចំពោះអ្នកកាន់លុយពីព្រោះនិយាយបន្តិចទៀតចុងក្រោយប្រហុកម្ទេសខ្ទឹមប៊ីចេសិតតែជាចំណាយដែលប្រៃអត់បានឃើញអញ្ចឹងស្ត្រីមានអីលើកទឹកចិត្តទៅដល់ពួកគាត់សម្រាប់ការចាត់ចែងចំណូលចំណាយបានច្បាស់លាស់ដើម្បីឲ្យថវិកាឬក៏លុយរបស់យើងកាន់កាប់ទៅវាជាផ្នែកមួយនៃសុភមង្គលគ្រួសារចាសូមអរគុណអាវ៉ាន់ដែលផ្ដល់ឱកាសខ្ញុំថាបានចែករំលែកបទពិសោធន៍ជាក់ស្ដែងចាស់ខ្ញុំអត់មានទ្រឹស្ដីខ្ញុំមានតែបទពិសោធន៍ដែលខ្ញុំអនុវត្តផ្ទាល់ហើយខ្ញុំឃើញថាក៏មានអត្ថប្រយោជន៍ច្រើនហើយក៏ខ្ញុំក៏ធ្វើបានល្អគួរសមដែរចាល្មមអាចចែករំលែកបានត្រូវចាបើតាក់ទងនឹងដូចខ្ញុំនិយាយពីដើមទីចំណូលរវាងប្តីនិងប្រពន្ធយើងយកមកបូកសរុបមកហើយយើងកាត់ចំណាយចាំបាច់ចំណាយហើយយើងមើលថាយើងអាចសន្សំបានអីបានខ្លះយើងយកទៅពង្រីកមុខរបរហើយប្រើប្រាស់ពេលវេលាយើងឲ្យត្រូវដែរបើយើងមានពេលវេលាយើងឆ្លៀតទៅកសាងទំនាក់ទំនងឆ្លៀតទៅមើលពីសង្គមឆ្លៀតមើលឱកាសណាដែលយើងគិតថាយើងអាចរកស៊ីដើម្បីពង្រីកមុខរបរបានប៉ុន្តែដើម្បីឲ្យយើងគិតថាហិរញ្ញវត្ថុគ្រួសារយើងមាំទាំហ្នឹង
រឿងសំខាន់ជាងគេគឺប្តីប្រពន្ធនឹងត្រូវសោះសួរគ្នាសិនឲ្យស្មោះត្រង់ហើយរ៉ាញ់ទុកជាមួយគ្នាទៅយើងយកមកយើងចាត់ចែងថាត្រូវធ្វើអីខ្លះដកចាយចាំបាច់ដកចាយមិនចាំបាច់ចេញហើយយើងពិភាក្សារកកំណត់រួមហើយខ្ញុំនៅតែឲ្យយោបល់ថាឲ្យវិជ្ជមានឲ្យនៅតែគិតវិជ្ជមានអញ្ចឹងព្រោះបើក្នុងនាមខ្ញុំអ្នករស់ស៊ីខ្ញុំជឿជាក់ថាបើយើងប្រើប្រាស់ធនធានទៅលើអាជីវកម្មរស់ស៊ីទោះខាតថ្ងៃហ្នឹងយើងនឹងចំណេញនៅថ្ងៃស្អែកកុំឲ្យតែយើងយកលុយទៅប្រើខុសគោលដៅប្រើទៅលើរឿងយ៉ាងគេហៅថាអបាយមុខពេលអីហ្នឹងផ្សេងអាហ្នឹងបានងើបមុខអត់រួចឡើងវិញប៉ុន្តែបើសិនជាយកទៅដើម្បីទៅធ្វើអាជីវកម្មខ្ញុំជឿជាក់ថាខាតថ្ងៃហ្នឹងចំណេញថ្ងៃស្អែកឲ្យតែយើងមានភាពស្មោះត្រង់ចារួមដៃគ្នាស្មារតីគ្នាទាំងស្វាមីទាំងភរិយាអញ្ចឹងនៅក្នុងករណីនេះយើងនិយាយដដែលថាបើសិនជាយើងមានស្វាមីភរិយាដែលស្មោះត្រង់ជាមួយគ្នាយើងបង្ហាញតម្លាភាពនៃចំណូលរបស់យើងនៃភាគីទាំងពីរហើយមានអ្វីជជែកគ្នាជាពិសេសគឺក្នុងនាមជាអ្នកចាត់ចែងថវិកាចំណូលចំណាយបើសិនជាថវិការបស់យើងចំណាយដល់ពីដានមួយវាបន្ទាត់ក្រហមយើងត្រូវ check list ឡើងវិញពិនិត្យមើលបញ្ជីចំណាយរបស់យើងឡើងវិញថាតើចំណាយមួយណាដែលយើងត្រូវអាចកាត់ចោលបានចំណាយណាក៏សំខាន់ដែរតែវាចាំបាច់អត់អញ្ចឹងយើងបែងចែកថាចាំបាច់និងសំខាន់មួយណាគួរត្រូវធ្វើមុនប្រកបតែយើងចាត់ទុកចាំបាច់មានឧទាហរណ៍អាហារយើងអាចអត់វាបានទេសុខភាពកូនអាចអត់បានទេថ្លៃសាលាអាចអត់បានទេប៉ុន្តែថ្លៃសាលាកូនបើសាលាយើងបង់ខ្ពស់យើងមើលតើមានសាលាណាដែលអាចបន្ថយចំណាយសាលាកូនបានអត់ព្រោះយើងមានជំរើសតើថ្លៃបង់ថ្នាក់រៀនរបស់កូនណាមានទាំងសាលារដ្ឋឯកជនដែលមានតម្លៃមធ្យមនិងឯកជនដែលមានតម្លៃខ្ពស់ទាំងអស់នេះគឺសិតតែជាភាពបត់បែនដែលជាបទពិសោធន៍ផ្ទាល់ហើយអត់ទៅណាឆ្ងាយទេសុទ្ធតែជាជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយនាងខ្ញុំសូមបញ្ជាក់ថាការចែករំលែកទាំងអស់នេះពិតណាស់វាមិនអាច apply ឬក៏មិនអាចយកទៅប្រើគ្រប់ទម្រង់និងស្ថានភាពគ្រួសារទាំងអស់ទេតែវាអាចជាផ្នែកណាមួយចូលទៅបន្សំបន្ថែមនៅក្នុងចំណុចខ្វះខាតដែលពុកម៉ែបងប្អូនឬក៏ក្រុមគ្រួសារថ្មីថ្មោងឬក៏តំណែងតំណងប្តីប្រពន្ធនៅក្នុងគ្រួសារអាចយកទៅប្រើបានឲ្យតែត្រូវនឹងស្ថានភាពជាក់ស្ដែងរបស់សង្គមគ្រួសារនីមួយៗពួកយើងក៏មិនមែនជាអ្នក expert ជាអ្នកជំនាញសូត្រទ្រឹស្ដីមករៀនមកពីណាដែរដោយជំទាវលើកយកបទពិសោធន៍ផ្ទាល់ដែលបានធ្វើជាប្រចាំជូនទៅដល់អស់លោកអ្នកអរគុណជាថ្មីសម្រាប់ការចំណាយពេលវេលាចូលរួមចែករំលែកនៅបទពិសោធន៍ដែលជាចំណុចសំខាន់និងល្អជូនទៅដល់ទស្សនិកជនដែលកំពុងតាមដានទស្សនាកម្មវិធីកិច្ចសម្ភារសេដ្ឋកិច្ចក៏បានដល់ទីបញ្ចប់នាងខ្ញុំសូដាវ៉ាន់និងវាគ្មិនកិត្តិយសលោកជំទាវអុកញ៉ាគង់សំណាងសូមអរគុណសូមគោរពលា